អឺកសិដ្ឋានចិញ្ចឹមគោយកទឹកដោះបងប្អូននៅក្នុងប្រទេសកូរ៉េអានេះលក្ខណៈគ្រួសារទូចមួយរបៀបចង់និយាយថានេះទូចឯនេះអឺមកគោទឹកដោះមកក្រោលនេះមានប្រហែលជាអានេះប្រហែលជាខ្ទង់20ជាងក្បាលឯខាងនោះប្រហែលជាអាចច្រើនរសារធំចិញ្ចឹមគោទឹកដោះចំណេញជាងគោនេះយើងបងប្អូនគោស្រែគោទន្លេរបស់យើងណាសាច់របស់វាក៏លក់បានដូចគ្នាហ្នឹងគ្រាន់តែសាច់វាជាប់ខ្លាញ់ច្រើនជាងគោយើងធម្មតាប៉ុន្តែវាអត្ថប្រយោជន៍របស់វាគឺបានច្រើនទីមួយគឺទឹកដោះរបស់វាគឺផលិតយកទៅចម្រាញ់ទៅម្សៅដោះគោកូនក្មេងយូហ្គាតឈីអឺបើហើយទឹកដោះគោស្រស់ហើយទឹកដោះគោផ្សេងហើយចំពោះសាច់របស់វាបើសិនជាវាចាស់ឆ្នាំចាស់ខែវាផលិតទឹកដោះឡើងបានគឺកាប់យកទៅចូលកុងស៊ីហ្នឹងហើយចូលកុងស៊ីកាប់សាច់លក់លើទីផ្សារនេះវាចំណេញចឹងហើយណាមួយតម្លៃរបស់វាថ្លៃជាងគោយើងធម្មតាទូទៅក្នុងប្រទេសគេទេ